វិទ្យាស្ថានស្រាវជ្រាវបច្ចឹមប្រទេសដែលមានទីស្នាក់ការនៅប្រទេសអង់គ្លេសសាខានៅសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ឈ្មោះ Humanity Research Consultancy រកឃើញថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាជាភ្នាក់ងារកណ្ដាលនៃមជ្ឈមណ្ឌលអ ுக ្រិតកម្មឆោបោកសកលដែលគ្រប់គ្រងដោយក្រុមអ ுக ្រិតជនជនជាតិចិនគណៈអង្គការទ្រីភិបនិងអង្គការលីយ៉ុងផាត់ជាអ្នកប្រតិបត្តិការក្នុងអ ுக ្រិតកម្មឆោបោកនេះដោយផ្ទាល់វិទ្យាស្ថានស្រាវជ្រាវ Humanity Research Consultancy ហៅកាត់ថា HRC បានចេញផ្សាយសេចក្តីរាយការណ៍កាលពីថ្ងៃទី25ខែឧសភាឆ្នាំ2025នេះថាប្រទេសកម្ពុជាកំពុងនាំមុខគេខ្លាំងជាងប្រទេសលាវនិងប្រទេសភូមាក្នុងអំពើឆបោកដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំជាមួយនឹងការពង្រីកខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកអាស៊ីខាងត្បូងមជ្ឈិមបូព៌ាអាហ្វ្រិកនិងអាមេរិកខាងត្បូងជាដើមប្រភពដដែលអះអាងថាប្រទេសកម្ពុជាគឺជាចំណុចកណ្ដាលសកលនៃការក្លែងបន្លំឆ្លងប្រទេសសម្រាប់ឆ្នាំ2025នេះព្រោះថាក្រុមហ៊ុនក្លែងបន្លំដែលត្រូវបានហាមឃាត់តាមរយៈនៃការធ្វើប្រតិបត្តិការ Game Online ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីនកំពុងត្រូវបានផ្លាស់ប្ដូរទីតាំងទៅប្រទេសកម្ពុជាក្រោមអំពើពុករលួយជាប្រព័ន្ធសេចក្តីរាយការណ៍ដដែលលាតត្រដាងថាប្រទេសកម្ពុជាអាចប្រមូលទឹកប្រាក់ពីឧស្សាហកម្មបោកប្រាស់ប្រមាណពី12,500 លានដុល្លារទៅ19,000 លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំដែលទំហំទឹកប្រាក់នេះគឺលើសពីទំហំទឹកប្រាក់សម្រាប់ការនាំចេញលើវិស័យវាយនភ័ណ្ឌកាត់ដេរដែលជាវិស័យសេដ្ឋកិច្ចដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជានោះសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយនៅសាកលវិទ្យាល័យ City of London និងជាអ្នកនិពន្ធសៀវភៅ The Politics of Coercion លោក Neil Loughlin លើកឡើងថារយៈពេល4ទសវត្សរ៍នៃការគ្រប់គ្រងអំណាចពីបកប្រជាជនកម្ពុជាគឺបានមកពីការចែកចាយទ្រព្យសម្បត្តិជាតិនិងអំពើអក្រិតកម្មជាច្រើនផ្សេងមានដូចជាការរត់ពន្ធគ្រឿងញៀនពីតំបន់ត្រីកោណមាសជាប់ព្រំដែនប្រសពគ្នាប្រទេស3ភូមាលាវនិងថៃឡង់ផ្លូវដឹកគ្រឿងញៀនគេដឹកឆ្លងកាត់ព្រំដែនខ្មែរថៃក្នុងខេត្តព្រះវិហារតាមរថយន្តដឹកឈើហុបពីតំបន់ព្រៃឡង់នេះបើតាមប្រភពភ្នាក់ងារអង្គការសហប្រជាជាតិផ្នែកបង្ក្រាបគ្រឿងញៀននិងប្រភពពលរដ្ឋរស់នៅតំបន់នោះប្រាប់សារព័ត៌មានប្រភព HRC ដដែលបន្តថាអង្គការនិងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជាដូចជាអង្គការទ្រីភិបអង្គការលីយ៉ុងផាត់ដែលជាសមាជិកព្រឹទ្ធសភាបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកតាមអ៊ីនធឺណិតយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជាដូចជានៅខេត្តឧត្តរមានជ័យនិងខេត្តកោះកុងជាដើមក្រៅពីនេះក៏ជាប់ពាក់ព័ន្ធនឹងការចែកចាយទ្រព្យសម្បត្តិជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរចំណែកឯសមាជិកព្រឹទ្ធសភាពីបកប្រជាជនកម្ពុជាឈ្មោះកុកអានដែលជាម្ចាស់ទីតាំងបោកប្រាស់ជាច្រើននៅក្រុងប៉ោយប៉ែតនិងក្រុងព្រះសីហនុក៏ត្រូវគេដឹងថាជាសហការីនិងជាអ្នករកផលប្រយោជន៍ដ៏ជិតស្និទ្ធជាមួយលោកហ៊ុនសែនផងដែរជុំវិញបញ្ហានេះការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងអ ுக ្រិតកម្ម UNODC បង្ហាញសេចក្តីរាយការណ៍របស់ខ្លួនថាលោកហ៊ុនតូដែលត្រូវជាបងប្អូនជីដូនមួយលោកហ៊ុនម៉ាណែតបានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុន Huiwan ព្រោះគាត់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះចំណែកឯលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏គេរកឃើញថាជាសហវិនិយោគិនក្នុងការសាងសង់អគារសម្រាប់បម្រើឲ្យអក្រិតកម្មឆបោកជាច្រើននៅក្នុងប្រទេសកម្ពុជាដែរសេចក្តីរាយការណ៍ដដែលបញ្ជាក់ថាអ្នកវិនិយោគសំខាន់នៅក្នុងកាស៊ីណូ Jinbei ពាក់ព័ន្ធនឹងលោកសសុខាគឺលោក Chen Ju ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Group និងជាមេអក្រិតជនចិនដែលជាអ្នកឧបត្ថម្ភធំដល់បកប្រជាជនកម្ពុជា CPP និងជាទីប្រឹក្សាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតក្នុងពេលបច្ចុប្បន្ននេះមហាសេដ្ឋីដើមកំណើតចិនចូលសញ្ជាតិខ្មែរលោក Chen Ju ដែលរដ្ឋអំណាចចិនតាមចាប់ខ្លួនត្រូវបានលោកហ៊ុនសែនស្នើព្រះមហាក្សត្រតែងតាំងធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនកាលពីថ្ងៃទី19ខែមេសាឆ្នាំ2024កន្លងទៅអ្នកអង្គការ Chen Ju រហស្សនាមព្រះអង្គម្ចាស់ខ្មែរធ្លាប់ធ្វើទីប្រឹក្សាលោកសខេងអត់ប្រាក់ខែបន្ទាប់មកលោកហ៊ុនសែនតែងតាំងជាទីប្រឹក្សាផ្ទាល់រូបលោកអនុប្រធានក្រុមហ៊ុន Prince Group បន្ទាប់ពីលោក Chen Ju មានឈ្មោះ Jiu Guo Sing Chen Ju ទិញក្រុមហ៊ុនថ្នាំជក់ស៊ីហ្គា Habanos និងមានក្រុមហ៊ុនឈ្មោះ Sun City នៅទីក្រុងហុងកុងបើកក្រុមហ៊ុនផលិតនាឡិកា Swiss នៅប្រទេសកម្ពុជា Chen Ju អមលោកហ៊ុនសែនរហូតក្នុងដំណើរទៅប្រទេសគុយបាពីបូរីញូវយ៉កលោកហ៊ុនសែនជិះយន្តហោះឯកជនរបស់អាជីវករចិនក្លាយជាអ្នកការទូតខ្មែរឈ្មោះ Wang Yaohui ដៃគូ Chen Ju ឈ្មោះ Alan Chow ត្រូវបានអាជ្ញាធរក្រុងម៉ាកាវចាប់ខ្លួននៅខែវិច្ឆិកាឆ្នាំ2021វិទ្យាស្ថានខាងរបរអាជីវកម្មនៅប្រទេសសិង្ហបុរីឈ្មោះ World Business Outlook ដែលចាប់បដិសន្ធិក្នុងឆ្នាំ2020ដំណាលពេលលោកហ៊ុនសែនតែងតាំង Chen Ju ជាទីប្រឹក្សាផ្ទាល់បានផ្ដល់ពានរង្វាន់ទទួលស្គាល់អ្នកអង្គការ Chen Ju កើតឆ្នាំ1987នៅខេត្ត Fujian
ជាសហគ្រិនគំរូប្រចាំឆ្នាំ3ឆ្នាំជាប់គ្នាដែលបានបរិច្ចាគថវិកាឧបត្ថម្ភវិស័យអប់រំជាតិទាក់ទិននឹងបញ្ហានេះអគ្គលេខាធិការប៉ូលីសអន្តរជាតិ Interpol លោក Jürgen Stock បានអះអាងក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថាប័នសម្របសម្រួលប៉ូលីសពិភពលោកនៅប្រទេសសិង្ហបុរីកាលពីអំឡុងឆ្នាំ2024ថាប្រទេសកម្ពុជាកំពុងធ្លាក់ក្លាយទៅជាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត online scam ដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍